ជំរាបសួរបងប្អូនទាំងអស់គ្នាចូលជាមួយនឹងកម្មវិធីទូនីថៃនាំដាកំសាន្តឥឡូវនេះយើងកំពុងតែនៅទីតាំងដ៏ល្បីបំផុតទីតាំងនោះគឺតឡាភ្លូជាផ្សារដែលមានលក់ម្ហូបនិងបង្អែមដែលពិបាករកទិញព្រោះជាតិដើមតែមួយគត់ហើយអត់មានលក់នៅកន្លែងណាផ្សេងទេឥឡូវនេះទូនីថៃរួមបញ្ចូលគ្នាជាប្រព័ន្ធទូរស័ព្ទតែមួយការសៀមួយណាក៏ចំណេញដូចគ្នាដែរណាបងប្អូនយើងចាប់ផ្ដើមពីขนมเบื้องយុនសុអាផាដោយគាត់បានបំពងសំបកនំឲ្យស្រួយញ៉ាំជាមួយនឹងទឹកត្រីជូរអែមដែលអាចជួយកាត់បន្ថយរសជាតិបាយញ៉ាំចូលចិត្តគ្នាខ្លាំងណាស់បន្ទាប់ពីដាក់ចូលទៅក្នុងមាត់ហើយក្លិនឈ្ងុយដូងសេចក្ដីក្រៅហើយជាមួយនឹងសំបកនំស្រួយបន្ថែមជាមួយនឹងសំបកនំស្រួយត្រជាក់របស់បន្លែផ្ទាប់ផ្សេងขนมเบื้องសាលីនធីបដែលគេនិយាយតគ្នាថាបានបើកជាង100ឆ្នាំហើយបងប្អូនទាំងអស់គ្នាវ៉ាវសំបកនំឡើងស្ដើងស្នូលផ្អែមនេះមានរសជាតិផ្អែមល្មមហើយសំបកនំជាមួយនឹងសរសៃមីញ៉ាំចូលគ្នាទៅស្រួយឆ្ងាញ់ចូលចិត្តភាពបានល្អហ្មងហើយក៏មានបន្ថែមជាមួយនឹងសាច់ដូងទៀតណាជាតិគ្រប់ម៉ាត់តែម្ដងញ៉ាំមួយម៉ាត់ដំបូងឈ្ងុយម្ល៉េះជាមួយនឹងម្កេក្រៀមឆាពេញចូលជាតិគ្នាខ្លាំងហ្មងហើយបន្តិចឆ្ងាញ់ខ្លាំងហើយសំបកនំនេះត្រូវតែញ៉ាំវានៅពេលក្តៅពន្លឺភ្លឺចេញពីមាត់ឆ្ងាញ់ខ្លាំងហ្មងនេះអាងណាំខេងសាយអាយស្គ្រីមនរណាឃើញក៏ភ្ញាក់ផ្អើលដែរហើយមនុយប្រចាំហាងរបស់ហាងនេះគឺអាយទីមខៃខេងដែលជាការ៉េបដូងត្រជាក់ជាមួយពងមាន់នៅចំកណ្ដាលមកទៅតំណដូចជាភ្លឺអញ្ចឹងពងមាន់ណាលាយជាមួយការ៉េមខ្លះជាសាច់គ្រីមតំណលើពីការកាត់ទៀតការ៉េមដូងមានជាតិឈ្ងុយជាតិហ្មងវារាងគ្រីមតុនហើយមានពងមាន់នៅលើដាទៀតជាបង្អែមប្លែកមួយបើនិយាយពីរសជាតិវិញឆ្ងាញ់កប់ហ្មងសឹងតែមិនជឿថាមានអាហារឆ្ងាញ់បែបនេះទេមកសិនជាមិត្តភ័ក្តិកុំភ្លេចហាមិត្តភ័ក្តិឲ្យមើលសាច់ទាំងអស់គ្នាផងណាមកសិនជាចូលចិត្តវីដេអូមួយនេះសូមកុំភ្លេចចុច like និង share ឲ្យមកផ្ដល់សំណួរទូរស័ព្ទដៃចាប់ធំនេះទាំងអស់គ្នាដែលគ្រាន់តែ comment នៅ chat ក្នុងក្រោមនេះថាបងមហូបដែលចំណាយខាងបំផុតដែលបងប្អូនធ្លាប់ឃើញហើយកុំភ្លេចមើលសិនមិត្តភ័ក្តិមួយនាក់ផងណាជាចុងក្រោយទ្រនីថៃក្រុមមកយកគ្នាជាប្រព័ន្ធទូរស័ព្ទតែមួយផ្ដល់ជូនបងប្អូនឲ្យទេទូរស័ព្ទនិងលេខអ៊ីនធឺណិតល្បឿនលឿនការស៊ីមមួយណាក៏ដូចគ្នាណាបងប្អូនកុំភ្លេចប្រើប្រាស់ស៊ីមទ្រនីថៃកម្ពុជាបានច្រើនទាំងអស់គ្នាណាឬកុំភ្លេចចុច like និងចុច share TikTok Facebook YouTube ទ្រនីថៃកម្ពុជាបានច្រើនទាំងអស់គ្នាណាបងប្អូន